ជំរាបសួរខ្ញុំបាទឈ្មោះលឹមសុគន្ធតារាជាគ្រូបង្រៀនថ្នាក់ទី6នៃសាលាបឋមសិក្សាអនុវត្តរាជធានីសួស្តីកូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់តើកូនទាំងអស់គ្នាសុខសប្បាយដែរឬទេកូនតែចំណាយលោកគ្រូសុខសប្បាយជាធម្មតាទេហើយលោកគ្រូក៏សង្ឃឹមថាកូនទាំងអស់គ្នាសុខសប្បាយដូចជាលោកគ្រូដែរបាទអរគុណកូនទាំងអស់គ្នាជួបលោកគ្រូថ្ងៃនេះលោកគ្រូនឹងនាំមកនៅមេរៀនភាសាខ្មែរមួយខ្លឹមសារទៀតគឺភាសាខ្មែរថ្នាក់ទី6អញ្ចឹងសូមកូនត្រៀមសម្ភារៈសិក្សាឲ្យបានគ្រប់គ្រាន់គឺសៀវភៅពុម្ពបាទសៀវភៅសរសេរប៊ិចបន្ទាត់ខ្មៅដៃជ័រលុបក្រដាសព្រៀងជាដើមណាកូនហើយក៏សូមឲ្យកូនចូលរួមដោយស្មារតីយកចិត្តទុកដាក់ក្នុងការរៀនសូត្រទើបកូនអាចទទួលបានចំណេះដឹងពិតប្រាកដច្បាស់លាស់បាទអញ្ចឹងលោកគ្រូទុកពេលបន្តិចឲ្យកូនរៀបចំសម្ភារៈបាទកូនទាំងអស់គ្នារៀបចំសម្ភារៈសិក្សារួចរាល់ហើយឬនៅកូនបើកាលណាកូនរួចរាល់ហើយលោកគ្រូនឹងចាប់ផ្ដើមមេរៀនបាទតោះនេះគឺជាមេរៀនដែលយើងត្រូវរៀននៅក្នុងថ្ងៃនេះបាទភាសាខ្មែរថ្នាក់ទី6មេរៀនទី1អ្នកមានគុណវេយ្យាករណ៍គុណនាមចំនួនក្នុងសៀវភៅរបស់កូនគឺទំព័រ11មេរៀននេះគឺមានវត្ថុបំណងឲ្យសិស្សស្គាល់ច្បាស់អ្វីទៅហៅថាគុណនាមចំនួនរាប់អ្វីទៅហៅថាគុណនាមចំនួនរៀបនិងអាចប្រើប្រាស់គុណនាមទាំងពីរនេះបានត្រឹមត្រូវបាទកូនទាំងអស់គ្នាគុណនាមគឺជាអ្វីកូនធ្លាប់ដែររៀនធ្លាប់ដែរស្គាល់គុណនាមដែរឬទេកូនគុណនាមគឺជាអ្វីបាទគុណនាមគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់អំពីលក្ខណៈឬគុណភាពឲ្យនាមណាកូនណាបាទហើយគុណនាមមានច្រើនប្រភេទនៅថ្ងៃនេះលោកគ្រូនឹងលើកមកបង្រៀនកូននៅគុណនាមចំនួនរាប់និងគុណនាមចំនួនរៀបតើអ្វីទៅជាគុណនាមចំនួនរាប់អ្វីទៅជាគុណនាមចំនួនរៀបអញ្ចឹងសូមកូនយកចិត្តទុកដាក់រៀនជាមួយលោកគ្រូណាឲ្យបានត្រឹមត្រូវប្រកបវិជ្ជាដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ណាកូនណាបាទដោយអារម្មណ៍កូនចូលរួមជាមួយផងបាទតោះបន្ទាប់ពីនេះលោកគ្រូមានរូបភាពបង្ហាញកូនណាកូនណាតើកូនសង្កេតជាមួយលោកគ្រូកូនតើរូបភាពនេះកូនក្នុងរូបភាពនេះកូនឃើញមានមនុស្សទាំងអស់ប៉ុន្មានអ្នកកូនបាទកូនមើលឃើញប៉ុន្មានអ្នកកូនបាទទាំងអស់នេះមាន6នាក់មែនទេកូនរាប់មើល1 2 3 4 5 6បាទមាន6នាក់6នាក់នេះគាត់កំពុងធ្វើអីកូនទាំង6នាក់ហ្នឹងបាទគឺគាត់កំពុងតែទទួលទានអាហារអញ្ចឹងលក្ខណៈនេះវាជាលក្ខណៈគ្រួសាររបស់គាត់ណាកូនណាអញ្ចឹងបានន័យថាគ្រួសារនេះមានសមាជិកទាំងអស់6នាក់ណាហើយគាត់កំពុងទទួលទានអាហារអញ្ចឹងឯងកូនទាំងអស់គ្នាបាទពីនេះជាឪពុកម្ដាយណាកូនណាបាទលោកឪពុកអ្នកម្ដាយហើយនេះ4នាក់នេះប្រហែលជាបងប្អូនបង្កើតអញ្ចឹងបានន័យថាគ្រួសារមួយនេះមានបងប្អូនបង្កើតប្រមាណអ្នកកូនមើលបាទ1 2 3 4អញ្ចឹងបងប្អូនបង្កើតមាន4នាក់ណាបាទអញ្ចឹងការទទួលទានអាហារមើលកូនជួយពិនិត្យមើលតើអាហារដែលគាត់ទទួលទាននេះតើមានម្ហូបចំនួនប៉ុន្មានមុខកូនមើលឃើញទេកូនមើលឯណាទៅចានម្ហូបកូនបាទនេះម្ហូបកូនណាចានម្ហូបណាមួយនេះគឺអីកូនមើលបាទហើយជាត្រីអាំងត្រីចៀនហ្នឹងមើលតើកូនណាបាទមួយនេះចានក្លុកចានជ្រៅអញ្ចឹងប្រហែលជាសម្លទឹកហ្នឹងកូនណាបាទហើយមួយនេះអាចជាឆាអញ្ចឹងម្ហូបមាន3មុខកូនណា1 2 3បាទតើឥឡូវកូនរាប់មើលទាំងចានបាយទាំងចានម្ហូបទាំងអស់មានប្រមាណអញ្ចឹងណាបាទមនុស្សម្នាក់ត្រូវមានចានបាយប៉ុន្មានកូនបាទ1អញ្ចឹងហ៎អញ្ចឹង6នាក់ត្រូវមានចានបាយចំនួន6អញ្ចឹងសរុបទាំងចានម្ហូបផងមានចានទាំងអស់ប៉ុន្មានបាទមានចានទាំងអស់9មែនទេកូន9ហ្នឹងមិនកូនរាប់ទេកូនបាទកូនរាប់ណាកូនណា1 2 3 4 5 6 7 8 9បាទចុះកូនមើលនៅក្បែរអ្នកទាំង6អ្នកកំពុងហូបបាយហ្នឹងមានស្អីគេនេះកូននេះលោកគ្រូផាត់ពណ៌នេះស្អីគេណាកូនមានរូបឆ្មាមួយទៀតផងមែនទេកូនណាបាទអញ្ចឹងនៅក្នុងរូបភាពនេះមានមនុស្សទាំងអស់6នាក់កំពុងតែទទួលទានអាហារណាក្នុងម្នាក់មានចានបាយ1ចានម្ហូបចំនួន3សរុបចានទាំងអស់ទាំងចានបាយទាំងចានម្ហូបយើងមានចំនួន9ហើយមានសត្វឆ្មា1បាទអរគុណកូនដែលបានចូលរួមសង្កេតចូលរួមឆ្លើយជាមួយលោកគ្រូណាអញ្ចឹងតើសូមសង្កេតមើលឧទាហរណ៍ដែលលោកគ្រូយកចេញពីក្នុងរូបភាពនេះតែម្ដងណាកូនណា
vàចំណុចកគឺយើងរៀនអំពីគុណនាមចំនួនរាប់តោះលោកគ្រូរៀបចំរួចរាល់ហើយតើកូនអានឧទាហរណ៍ជាមួយលោកគ្រូកូនណាកគុណនាមចំនួនរាប់ឧទាហរណ៍1គ្រួសារសុខាមានមនុស្សចំនួន6នាក់2សុខាមានបងប្អូនបង្កើតចំនួន4នាក់3ពួកគេកំពុងហូបម្ហូប3មុខគឺសម្លទឹក1មុខឆា1មុខនិងត្រីអាំង1មុខ4គេឃើញមានចានបាយនិងចានម្ហូបទាំងអស់9 5សុខាចិញ្ចឹមឆ្មាមួយបាទកូនអាចអានម្ដងទៀតបានលោកគ្រូទុកពេលបន្តិចកូនអានណាកូនអានឧទាហរណ៍ហ្នឹងម្ដងទៀតឧទាហរណ៍ហ្នឹងលោកគ្រូយកចេញពីរូបភាពទៅកូនណាបាទឃើញទេគ្រួសាររបស់សុខាមានសមាជិកឬមានមនុស្សទាំងអស់6នាក់គឺឪពុកម្ដាយនិងបងប្អូនបង្កើតចំនួន4នាក់បាទបងប្អូនបង្កើត4នាក់ណាម្ហូបដែលគេទទួលទាននៅថ្ងៃនេះគឺមាន3មុខបាទសម្លទឹក1ឆា1និងត្រីអាំង1បាទហើយរាប់ទាំងចានបាយទាំងចានម្ហូបយើងឃើញមានទាំងអស់9ហើយមានឆ្មា1បាទយ៉ាងមិនដែរកូនអានរួចរាល់ហើយនៅបាទតោះបាទដូច្នេះកូនចូលរួមសង្កេតជាមួយលោកគ្រូកូនសង្កេតជាមួយលោកគ្រូនៅល្បះទាំងអស់នេះម្ដងមួយណាកូនណាបាទតោះឥឡូវល្បះទី1កូនអានល្បះទី1សិនមើលល្បះទី1ណាគ្រួសារសុខាមានមនុស្សចំនួន6នាក់បាទគ្រួសារសុខាមានមនុស្សចំនួន6នាក់បាទអញ្ចឹងកូនសង្កេតមើលទាំងអស់គ្នាតើពាក្យថាមនុស្សមានថ្នាក់ពាក្យជាអ្វីបាទពាក្យមនុស្សមានថ្នាក់ពាក្យជាអ្វីកូនបាទល្អណាស់ពាក្យមនុស្សគឺមានថ្នាក់ពាក្យជានាមអញ្ចឹងហ៎កូនមានថ្នាក់ពាក្យជានាមចុះពាក្យ6នេះ6បញ្ជាក់ន័យឲ្យអ្វីកូនស្អីគេ6នាក់ហ្នឹងបាទគឺមនុស្ស6នាក់អញ្ចឹងបានន័យថាពាក្យ6នេះបញ្ជាក់ន័យឲ្យពាក្យមនុស្សណាកូនណាបាទពាក្យ6នេះបញ្ជាក់ន័យឲ្យពាក្យមនុស្សអញ្ចឹងពាក្យដែលបញ្ជាក់ន័យឲ្យនាមវាមានថ្នាក់ពាក្យជាអ្វីកូនបាទគឺថ្នាក់ពាក្យជាគុណនិងនាមណាកូនណាបាទអញ្ចឹងពាក្យ6នេះមានថ្នាក់ពាក្យជាគុណនិងនាមព្រោះវាបញ្ជាក់ន័យឲ្យនាមមនុស្សហើយតើ6នេះយើងដឹងថា6ដោយសារអីកូនអំបញ្ញមិញកូនមានរាប់ដែរឬទេបាទយើងរាប់ទៅ1 2 3 4 5 6អញ្ចឹង6នេះគឺយើងដឹងថាវាជាគុណនាមហើយបានមកដោយការរាប់មែនទេកូនបាទតោះឥឡូវល្បះទី2សុខាមានបងប្អូនបង្កើតចំនួន4នាក់បាទតើបងប្អូនបង្កើតណាពេលថាបងប្អូនបង្កើតនេះមានថ្នាក់ពាក្យជាអ្វីកូនបាទគឺមានថ្នាក់ពាក្យជានាមណាកូនណាថ្នាក់ពាក្យជានាមចុះ4បញ្ជាក់ន័យឲ្យអ្វីបំពេញន័យឲ្យពាក្យអីបាទគឺបំពេញន័យពាក្យឲ្យបងប្អូនប្រមាណបងប្អូនបង្កើតនោះប្រមាណបងប្អូនបង្កើតនោះគឺ4នាក់អញ្ចឹងពាក្យថា4នេះវាបំពេញន័យឲ្យនាមបងប្អូនអញ្ចឹងហ៎កូនហើយ4លើកើតឡើងដោយសារយើងរាប់រូបភាពមិញយើងបានរាប់ឲ្យ1 2 3 4អញ្ចឹងពាក្យ4នេះយើងហៅថាគុណនាមរាប់មែនទេកូនបាទបន្តមកទៀតណាពួកគេកំពុងហូបម្ហូប3មុខបាទហូបអ្វី3មុខគឺហូបម្ហូបអញ្ចឹងហ៎កូនអញ្ចឹងពាក្យ3នេះបញ្ជាក់ឲ្យនាមម្ហូបណាម្ហូបប៉ុន្មានមុខ3មុខដូច្នេះ3នេះគឺជាគុណនាមបាទគឺសម្លទឹក1មុខបាទសម្លទឹកប្រមាណមុខសម្លទឹកគឺ1មុខបាទស្អីគេ1មុខគឺសម្លទឹកបាទអញ្ចឹងសម្លទឹកគឺជានាម1នេះបញ្ជាក់ន័យឲ្យសម្លទឹកអញ្ចឹង1នេះយើងហៅថាគុណនាមបាទឆា1មុខនិងត្រីអាំង1មុខអញ្ចឹង1ដូចគ្នាណាកូនណាបញ្ជាក់ន័យដែរ1នេះបញ្ជាក់នាមឲ្យន័យឆាមានប្រមាណមុខគឺមាន1មុខបាទត្រីអាំងក៏មាន1មុខបាទអត់មាន2មុខទេណាអញ្ចឹង1គឺជាគុណនាមយ៉ាងមិនដែរកូនបាទដូចគ្នានេះដែរនៅឧទាហរណ៍ទី4ណាគេឃើញមានចានបាយនិងចានម្ហូបទាំងអស់9
chẳng biết tha pram buồn ní bên chạy này ai ở vậy bấm pin này ai ở vậy ba cứ chán bài nâng chán mà hộp bà dân đi vậy tha cái khơi miên chán bài nâng chán mà hộp tiền dân vậy thầm bên nắng nhưng mà tha pram buồn ní đáp bà đấy con mình bản tê chẳng nói con á chẳng biết pram buồn bấm pin này bên chạy này ở biết chán bài nâng chán hộp đi nó nơi chầm luôn cho bán lo dân hai thá biết chết cốn niềm bà ưu tiên họ thì pram sọ khá trên chăm chma môi sọ khá trên chăm chma và mán chma môi chẳng bị muối bẩn chạ này bẩn chạ chăm luôn rồi bỏ chma ao cho bà lo chẳng muối mình nặng bị chia cốn là niềm chẳng toàn đấy có ngọc này bà hai biết pram môi buồn bay môi ná pram buồn đằng chma môi nè ông bánh mình nè con mình rọp ấy con ta phải dạy đúc hiện bây giờ cô ban bằng hái ba cứ bật cắt chia rọp đôi chân nét biệt chẳng on đi việc chia chầm luôn rọp rưỡi dừng hai thá con là niếm chầm luôn rọp bạn đôi chân nét ta con là niếm chầm luôn rọp cứ chia ở vậy con ai lại bạn đã được té con là niếm chầm luôn rọp cứ chia vậy bạn đó được cô kết thúc con ai lại ai cực khơi nè đôi chân là cô xong bằng hái lấy bánh nhát ta bè con tiêm tuột nâng ca kết là bạc cồn và ta lực lúc ban bằng hai hãy con mới con ăn một lực lúc bình tĩnh nhé con ná và nó tam đây là cô nom con sẵn kê đầu tiên hò mạnh mấy dương khơi thá ná bịa làm môi bịa buồn bay môi nâng bịa làm buồn chia chầm nốn rộp ná cả là đời ca rộp rồi bỏ dương bánh nhạt con là niêm chầm nốn rộp cứ chết con là niêm prap chầm nốn mà nốt sát và thọ đáy lắc kì rộp và mà đón tiết bánh nhạt con là niêm chùm nôn rộp cứ chỉ con là niêm prap chùm nôn mà nốt sát và thọ đáy kỳ rộp và chẳng mấy đá con ba loạt đáy rực tế con vô không chất hai điều này và là khu xung khâm ta con ai vô bàn á ta được dạ ca ăn tập bọt để con miên sập hơi nâng tọa luôn nâng ca phần vô đây nó bao lục rù bạn ở con mình tập tin y tế dân cho môi chùm nợ chết nó con á của mẹ điên dân là của bạn phạm hái miên pi chùm nợ ta lấy dân chơi môi chùm nợ chết chùm nợ khó con là niếm chùm nôn riệp ta xong án là ti ho cho môi lục rù khó con là niếm chùm nôn riệp ưu ti ho mùi bong pro sọc khá chỉ con tì muối nơi nông cửu xà kê riêng nơi nạ ti pram bầy tí sọc khá chỉ con tì bầy niêng riêng nơi nạ ti pram mùi bầy ôn sray sọc khá chỉ con tì buồn kê riêng ban lệch pì buồn cửu xà ní hộp bài ngày trăng nơi mong đọc mùi cột bạn mà đón tiết ưu tí hó mùi bong pro sọ khá chỉ con tì mùi nơi nông cửu xà kê riêng nơi nạ tí pram bầy pì sọ khá chỉ con tì bầy niêng riêng nơi nạ tí pram mùi bầy ôn sray sọ khá chỉ con tì buồn kê riêng ban lệch pì cửu xà ní hộp bài ngày trăng nơi mong đọc mùi cột bạn chẳng có bàn ăn thì họ rồi hãy cho lục sao mấy con cho rôm sẵn kết ná nơi không thì họ chỉ môi lục rù nơi không ăn bằng thì họ ní là cô ban rồng lịch nơi qua class ná nhìn qua cỏ hòm bằng hai cô ná chẳng con mơ mơ bom pro sọ khá chỉ con tì muối nơi không cua xả chẳng ta biết tì muối nè vì bánh chạ này ao ở vây con nè na chỉ con tì muối bạn con tì muối cứ bong pro rồi bó sọc hà này bong pro sọc há chỉ con tì muối chẳng biết hà tì muối ní bánh chạ lùm đắp áo ná lùm đắp ná lệch riêng rồi bó bong pro sọc há chỉ con tì muối và tập mà tiết con tì pi con tì bay mà nấy con và vì chia lùm đắp lùm đòi nè bạn kê riêng nơi nạ tí pram bầy bạn nạ tí pram bầy chẳng ta biết tí pram bầy bánh chạ pi ở vầy ba cứ bánh chạ pi nạ riêng cầm rất nạ riêng là bó bom pro sọc hà mẹ nế ta bom pro sọc hà có riêng là nạ tí pram án nạ tí pram bầy chả biết tí pram bầy ní bánh chạ nơi cầm rất ná lùm đạp tí nạ riêng là bó bom pro
សុខាចឹងទី8នេះយើងឲ្យហៅថាគុណនាមណារៀបណាចំនួនរៀបណាលំដាប់លំដោយដូចគ្នានេះដែរកូនមើលឧទាហរណ៍ទី2សុខាជាកូនទី3បាទអ្នកណាដែលជាកូនទី3គឺសុខាចឹងបានន័យថាពាក្យកូនទី3នេះបញ្ជាក់ន័យឲ្យសុខាបញ្ជាក់អំពីអីបញ្ជាក់ពីលំដាប់លេខរៀងរបស់សុខាណាក្នុងនាមជាកូននៅក្នុងគ្រួសារមួយគឺកូនទី3គាត់មានបងទី1មានបងទី2បានទី3ដល់គាត់គឺសុខាចឹងឯងកូនចឹងទី3នេះគឺជាគុណនាមបាទនាងរៀននៅថ្នាក់ទី6បាទចឹងសុខារៀនថ្នាក់ទីប្រមាណកូនរៀនថ្នាក់ទី6ចឹងទី6នេះបញ្ជាក់កម្រិតថ្នាក់រៀនរបស់សុខាណាគឺលំដាប់ថ្នាក់រៀនយើងចូលរៀនដំបូងណាចាប់ពីមត្តេយមកចូលបឋមគឺថ្នាក់ទី1មែនទេកូនទី1ទី2ទី3ទី4ទី5ទី6ចឹងវាជាលំដាប់លំដោយចឹងគេហៅថារៀបបាទប្អូនស្រីសុខាជាកូនទី4បាទដូចគ្នារបស់ទី3កូនណាបាទទី1ទី2ទី3ទី4ចឹងពាក្យទី4បញ្ជាក់ឲ្យលំដាប់លេខរៀងបំពេញនេះឲ្យប្អូនស្រីសុខាប្អូនស្រីសុខាគឺជានាមណាចឹងទី4គឺបញ្ជាក់ណាឲ្យពាក្យប្អូនស្រីឲ្យដឹងថាប្អូនហ្នឹងជាកូនទីប៉ុន្មានបាទគេរៀនបានលេខ2គេរៀនបានលេខ2ចឹងពាក្យលេខ2បញ្ជាក់ឲ្យកម្រិតនៃការរៀនសូត្ររបស់ប្អូនស្រីសុខាណាបំពេញនេះឲ្យពាក្យរៀននេះគេរៀនបានលេខប្រមាណលេខ2ចឹងលេខ2វាមានធម្មតាចំណាត់ថ្នាក់វាមានលេខរៀងមែនទេកូនតាមលំដាប់ដោយអ្នកពូកែជាងគេលេខ1ទៅអ្នកបន្តមកទៀតលេខ2បន្តមកទៀតលេខ3ចឹងវាជាលំដាប់លំដោយបាទគ្រួសារនេះហូបបាយថ្ងៃត្រង់នៅម៉ោង11គត់គ្រួសារនេះហូបបាយថ្ងៃត្រង់នៅម៉ោង11គត់គ្រួសារនេះហូបបាយនៅម៉ោងប្រមាណបាយថ្ងៃត្រង់ហូបនៅម៉ោងប្រមាណបាទគឺម៉ោង11គត់ចឹងពាក្យម៉ោង11គត់នេះបំពេញន័យឲ្យការហូបបាយថ្ងៃត្រង់ហូបបាយថ្ងៃត្រង់ចឹងកូនពិនិត្យមើលម៉ោងវាមានលេខរៀងមានលំដាប់លំដោយមែនទេកូនម៉ោង1ម៉ោង2ម៉ោង3បន្តគ្នារហូតដល់ម៉ោង12បាទអញ្ចឹងយើងឃើញថាពាក្យណាម៉ោង11នេះគឺជាគុណនាមព្រោះវាបញ្ជាក់ន័យឲ្យការហូបបាយថ្ងៃត្រង់របស់គ្រួសារសុខាបាទស្របឡើងវិញតែឧទាហរណ៍ទី1ណាពាក្យទី1ទី8ទី3ទី6ទី4លេខ2ម៉ោង11គឺជាចំនួនរៀបមែនទេកូនរៀបតាមលំដាប់លំដោយកូនទី1កូនទី2កូនទី3វាជាលំដាប់លំដោយណាពាក្យទាំងអស់នេះយើងហៅថាជាចំនួនរៀបវាជាគុណនាមចំនួនរៀបដូច្នេះអ្វីទៅដែលយើងហៅថាគុណនាមចំនួនរៀបកូនអាចឆ្លើយបានដែរទេបើកូនយល់បានកូនអាចឆ្លើយបានណាកូនមិនចាំបាច់បើកសៀវភៅមើលទេបាទអរគុណលោកគ្រូសង្ឃឹមថាកូនឆ្លើយនឹងសំណួរលោកគ្រូបានគុណនាមចំនួនរៀបគឺជាអ្វីបាទបន្ទាប់ពីនេះលោកគ្រូសូមបង្ហាញនៅបញ្ញត្តិណាដើម្បីទៀងទាត់នឹងការគិតការឆ្លើយរបស់កូនបាទអំបញ្ញមិញយើងបានសង្កេតរបស់ម្ដងមួយរួចហើយអញ្ចឹងពាក្យទី1ទី8ទី3ទី6ទី4លេខ2ម៉ោង11ជាចំនួនរៀបបាទជាចំនួនរៀបបញ្ញត្តិគុណនាមចំនួនរៀបគឺជាគុណនាមប្រាប់ទីលំដាប់ជាន់ឬថ្នាក់ដែលគេរៀបបានម្ដងទៀតបញ្ញត្តិគុណនាមចំនួនរៀបគឺជាគុណនាមប្រាប់ទីលំដាប់ជាន់ឬថ្នាក់ដែលគេរៀបបាទយ៉ាងម៉េចដែរកូនបាទសង្ឃឹមថាកូនអាចក្តាប់បានអាចយល់បានច្បាស់ណាកូនណាបាទអញ្ចឹងបើកូនយល់ច្បាស់ហើយណាលោកគ្រូនឹងមានកិច្ចការឲ្យកូនធ្វើដើម្បីបញ្ជាក់អំពីការយល់ដឹងរបស់កូនថែមបន្តិចទៀតបាទតទៅនេះដើម្បីឲ្យច្បាស់កាន់តែច្បាស់លើខ្លឹមសារមេរៀនលោកគ្រូមានលំហាត់ឲ្យកូនធ្វើតោះហើយកូនអានលំហាត់ជាមួយលោកគ្រូលំហាត់ចូលស្រង់គុណនាមចំនួនរាប់និងគុណនាមចំនួនរៀបពីក្នុងប្រអប់ទៅដាក់ក្នុងតារាងខាងក្រោមឲ្យបានត្រឹមត្រូវបាទម្ដងទៀតលំហាត់ចូលស្រង់គុណនាមចំនួនរាប់
nâng con là niệm chầm nuồn riếp tì khăn pro ấp tự đắc khăn tà ràng kháng kháo mọi bán trầm trời bạn nông pro ấp đến miền tiện tì pram đọc phí nạ tì bấy choan tì phí mùi lỗ buồn rối bay toán tì hà sắp mong pram muối sàm sắp dục tì bấy pi mờn bạn chẳng còn vô lên á làm hát ai con thôi ấy con cứ bạn này hai con strong máu vô tại đại này không pro ấp bao giờ cứ miên một tháng chỉ con niệm chấm nuồn rót mà tháng chỉ con niệm chấm nuồn riệp bạn này thật bạn đi con á mà con niệm con niệm chấm nuồn rót chấm nuồn rót bạn mà tháng tiết cứ con niệm chấm nuồn riệp bạn con niệm chấm nuồn riệp chẳng còn sang bịa vì nông năng máu ta bịa nà khá chỉ con là niệm chấm nuồn rót hai bịa nà khá chỉ con là niệm chấm nuồn riệp con đại viên là một hàng mà nè con á và con là niệm chấm nuồn riệp đại nơi khang con là niệm chấm nuồn riệp con là niệm chấm nuồn rót đại nơi khang con là niệm chấm nuồn rót lục rú tốc bê là con thưa con chập đàn thưa tới thì tiết chăm tiêm cho chấm lái chấm môi năng lục rù nó con á và lục rù miến chấm lời chị dìm kết chị dìm thưa con chập đàn thưa lời đặt priêng bỏ cố là phơi priêng bỏ cố này để lục rù con riệp chom nó và đập về thưa cái cá con thưa lời đặt priêng sân tới và đó Piện chẳng ở nó con đợt mới nó con á ta piện na chỉ con là niệm chấm nuồn riếp con đã đây con niệm chấm nuồn riếp cả na con niệm chấm nuồn rót con đã đấy chẩn lót con niệm chấm nuồn rót ta lục tục về con kết chẳng ở khía chỉ dìm kết chỉ dìm phớ chẳng chấm lại con là niệm chấm nuồn rót và miền pia vậy khá miền đập pi mùi lô buồn rồi bay toán pram muối sàm sắp pi mờnยังไม่ได้ก้อนจำลายบก้อนจำใจได้หรือเต้บ้านต่อก้อนอันนี้จำนวนเรียบตีปรามณตีใบจวนตีปีตีหาสับเมาปรามวยยกตีใบบ้านนะแต่คุณคำทักก้อนเพื่อบ้านตรำใจเพียผิดการนะก้อนนั้นได้ข้อหรือก่อขาดมันติดเป็นตัวก้อนกายสำรวจตามหลักครูนะก้อนนะตามจำลายบาหลักครูบ้านส้มออกสาโตcon đã thưa bán trăm trời thì các bạn cha nè con sẽ là cú phụ cài nát thưa bán trời thì chẳng và con ta lấy con bán thưa làm 202 nè ta muốn nó mình chọn mấy đến là con xăm xua rồi lần tình mới nè ở vậy tớiยังhai thà con là niệm nè con là niệm cứ chia vậy bạn con nè con là con ai lại bán con là niệm cứ chia bịa đại bản chất này con là phépหรือก็แหละคณะเอาเนียมchắc con là niệmจำนวนรอบคือเชื่อไว้con là niệmจำนวนรอบบ้านคือchỉ con là niệm để ปรับอำปีจำนวนมนุษย์สัตว์วัตถุเส้นๆđểกัดล้างโดยการอบได้เยอะบ้านรอบเมนให้conบ้านconนะconนะ chắc con là niệm จำนวนเรียบคือเชื่อไว้บ้าน con là niệm จำนวนเรียบคือchỉ con là niệm để ปรับปีหลมดับจวนนะตีเลยเรียงนะได้เยอะบ้านเรียบเบียบ้านconออกนี้chẳngมันตัวปีเรียนไม่เรียนรู้เราครูมีการกาบแต่คนเฟอนะการกาบแต่โจบังการละบ้าโดยปลาคนเนียมจำนวนรอบนั่งคนเนียมจำนวนเรียบทางกราวอ้อยบ้านตรำเตยchẳngคือปีใบตีดับเหล็กบุญจวนตีปีมองมวยบาดยังปีต่างๆนี่สไตล์จิตคนเนียมนะคนนะคลาจิตคนเนียมจำนวนรอบคลาจิตคนเนียมจำนวนเรียบchẳng con do từ tay là ba ở bàn trầm trớ cứ nòng mùi tiếc tay mùi là ba con á và con chẳng ca bằng riêng phía xa mai nạ tì trầm muối mê riêng tì muối nạ miền cốn về cò con là niệm trầm nuồn rồi bao là khu nợ bền ý sao mình chấp tại phần này tại một lần mình chấp một lần bài bị con tới là con xong đàm cốn xong complete
ធ្វើកិច្ចការផ្ទះនេះឲ្យលោកគ្រូដើម្បីលោកគ្រូនឹងកំណែនៅម៉ោងក្រោយបាទហើយកូនជួយធ្វើកិច្ចការសាលារៀនណាកិច្ចការដែលលោកគ្រូអ្នកគ្រូប្រចាំថ្នាក់របស់កូនចែកទៅតាក់ទងនឹងខ្លឹមសារមេរៀនដែលលោកគ្រូបានបង្រៀននេះណាកូនណាបាទធ្វើជូនលោកផងដំណេកពីការងារសូមកូនជួយធ្វើការងារលោកឪពុកអ្នកម្ដាយរបស់កូនផងព្រោះកូនទាំងអស់គ្នាសុទ្ធតែជាកូនកាត់តញ្ញូបាទជូនពរកូនទាំងអស់គ្នាមានសុខភាពល្អរៀនសូត្រកាន់តែពូកែយើងនឹងជួបគ្នានៅខ្លឹមសារមេរៀនក្រោយទៀតបាទអរគុណជម្រាបលា